នៅក្នុងវីដេអូថ្មីនេះគឺចូលដល់ចំណុចទី4គេឲ្យយើងចូលបញ្ចេញមួយចំនួនពី radical ដូច្នេះមានន័យថាចំនួនដែលនៅក្នុង radical នេះយើងមិនអាចចេញមកក្រៅទាំងអស់បានទេគឺយើងចេញបានតែខ្លះហើយនៅជាប់នៅក្នុង radical ខ្លះដូច្នេះយើងបញ្ចេញចំនួនណាដែលអាចចេញបានអញ្ចឹងយើងមើលនៅក្នុង radical នេះគឺមានលេខ12យើងត្រូវធ្វើការបំបែកលេខ12chứយើងអាចបំបែកបាន4គុណនឹង3ចឹងវានៅក្នុង radical ដដែលយើងគ្រាន់តែបំបែកលេខ12កើតទៅជា4គុណនឹង3ហើយចំពោះលេខ4យើងអាចលើកជាការ៉េបានគឺលើកបាន2ការ៉េហើយគុណនឹង3អញ្ចឹងលេខដែលមានការ៉េវាអាចចេញបានដូច2ការ៉េអាចចេញបាន2ហើយចំពោះលេខ3អត់មានការ៉េគឺអត់អាចចេញក្រៅ radical បានទេអញ្ចឹងយើងនៅជាប់ radical លេខ3អញ្ចឹងយើងចេញបាន2ជាប់3ចឹងយើងចេញបានតែមួយចំនួនទៀតគឺនៅជាប់ក្នុង radical ចឹងចម្លើយរបស់វាគឺបាន2ឬ3យើងមើលនៅក្នុងលំហាត់អក្សរខបន្ទាប់មកទៀតគឺលេខ24ជាងលេខ24បើយើងពិបាកនៅក្នុងការគិតថាប្រមាណគុណនឹងប្រមាណឲ្យស្មើ24ហើយឲ្យលេខនោះលើកទៅជាការ៉េបានដូច្នេះយើងអាចមានវិធីថ្មីមួយទៀតគឺយើងយក24នេះមកចែកកតាបឋមគឺយើងចែក24នេះមកយើងគូបន្តិតត្រង់អានេះគេហៅថាចែកកតាបឋមចឹងយើងមើលលេខ24គឺចែកដាច់នឹង2ចឹងយើងយក24មកចែកនឹង2គឺចែកបាន12គេហើយយើងយក12ទៅចែកនឹង2បន្តទៀតគឺបាន6យក6ទៅចែកនឹង2បន្តទៀតគឺបាន3អញ្ចឹង3គឺត្រូវចែកនឹង3គឺបាន1យើងចែកនឹងលេខណាដែលអាចចែកដាច់បន្តមកទៀតគឺយើងផ្គុំឲ្យជា2ក្រុមព្រោះយើងចង់បានជាការ៉េអញ្ចឹងលេខ2មាន2គឺយើងចែកគ្នាម្នាក់1ហើយនៅសល់1នេះជាចំនួននៅសល់គឺយើងដាក់ផ្សេងហើយលេខ3ក៏នៅសល់យើងចែកអត់គ្រប់គ្នាគឺយើងអត់ចែកទេវាមានតែ1បើឲ្យ1គឺអត់1ឬហើយយើងផ្គុំត្រឡប់មកវិញ2គុណនឹង2បាន2ការ៉េហើយចំនួនដែលនៅសល់គឺយើងគុណចូលគ្នា2គុណនឹង3បាន6ចឹងបានន័យថាចំនួន24គឺស្មើនឹង2ការ៉េគុណនឹង6បើយើងចែកជាកតាបឋមគឺយើងបានលេខការ៉េស្រាប់ដូច្នេះយើងអាចចេញបានលេខណាដែលមានការ៉េគឺចេញក្រៅបាន2ការ៉េចេញក្រៅបាន2ហើយលេខ6អត់មានការ៉េទេដូច្នេះมันអាចចេញក្រៅ radical បានទេគឺនៅជាប់ក្នុង radical ចឹងចម្លើយគឺស្មើនឹង2ឬ6បន្ទាប់មកលំហាត់អក្សរកគឺលេខ32គឺយើងយកទៅចែកដូច24ដែរគឺយើងយកមកចែកជាកតាបឋមយើងយក32មកចែកជាកតាបឋមយើងមើលលេខនេះគឺចែកដាច់នឹង232ចែកដាច់នឹង2អញ្ចឹងយើងចែកនឹង2មកយើងគិតមួយខ្ទង់ក៏បានយើងយក3ចែកឲ្យ2គឺបាន1ហើយនៅសល់1សល់1យកទៅផ្គុំនឹង2កាត់12ចែកឲ្យ2បាន6អញ្ចឹង16វាបាន16ចែកនឹង2បន្តទៀតគឺបាន8ចែកនឹង2បន្តទៀតគឺយើងបាន4ចែកនឹង2តទៀតគឺយើងបាន2ចែកឲ្យ2បាន2ហើយ2ចែកនឹង2បន្តទៀតគឺបាន1គឺអស់ត្រឹម1បន្ទាប់មកគឺយើងផ្គុំជា2ក្រុមយើងចង់បានជាការ៉េគឺយើងផ្គុំជា2ក្រុមហើយយើងចែកឲ្យស្មើគ្នាយក2នេះមកចែកបានម្នាក់1ហើយយក2មកចែកបន្តទៀតគឺបានម្នាក់1ទៀតហើយចំនួនដែលនៅសល់នេះគឺដាក់ផ្សេងអានេះបើចែកទៅវាអត់គ្រប់គ្នាវាលំអៀងអញ្ចឹងយើងទុកវាផ្សេងជាចំនួនដែលនៅសល់ឬហើយយើងគុណចូលមកយើងបាន4គុណនឹង4គុណនឹង2អញ្ចឹង4យើងអាចលើកបាន2ការ៉េគុណនឹង2ដូច្នេះមានន័យថា32ស្មើនឹង4ការ៉េគុណនឹង2ចឹងយើងយក4ការ៉េគុណនឹង2នេះដាក់ជំនួសឲ្យលេខ32ហើយយើងដាក់ radical មកចំនួនដែលមានការ៉េគឺអាចចេញក្រៅបានយើង4ការ៉េចេញក្រៅបាន4ហើយលេខ2អត់មានការ៉េទេដូច្នេះมันអាចចេញក្រៅបានទេគឺជាប់នៅក្នុង radical ចឹងចម្លើយគឺស្មើនឹង4ឬ2
2ចឹងយើងចេញបានតែខ្លះនៅជាប់ខ្លះបន្តមកទៀតចូលដល់លំហាត់អក្សរខគឺយើងយកចំនួននោះមកចែកដូចគ្នាដែរគឺចំនួនមាន45ចឹងយើងយក45នេះមកចែកយើងរកលេខដែលចែកដាច់45ចែកដាច់នឹង5ចឹងយើងចែកមក45ចែកនឹង5បាន9គឺចែកដាច់នឹង3ចឹងយើងយកទៅចែកនឹង3គឺបាន3 9ចែកនឹង3បាន3ហើយ3អាចចែកនឹង3បានទៀតគឺបាន1ណា3ចែកឲ្យ3បាន1អញ្ចឹងចំនួននេះយើងអាចមើលឃើញការ៉េច្បាស់ហើយគឺលេខ3មាន2កតាយើងអាចលើកបាន3ការ៉េហើយចំនួនលេខ5គឺចំនួនដែលនៅសល់គឺយើងគុណជាមួយនឹង5អញ្ចឹងយើងបាន45គឺស្មើនឹង3ការ៉េគុណនឹង5យើងយកមកចំនួនឲ្យ45យើងប្រើ3ការ៉េគុណនឹង5ហើយយើងដាក់ radical មកឲ្យគេវិញបន្ទាប់មកយើងបញ្ចេញលេខណាដែលមានការ៉េអញ្ចឹងលេខ3មានការ៉េអាចចេញក្រៅបានអញ្ចឹងលេខ5អត់មានការ៉េទេគឺអត់ចេញទេគឺនៅជាប់ក្នុង radical ដូច្នេះវាអាចចេញបាន3ឬ5នេះលំហាត់ដែលនៅសល់ខាងក្រោមនេះកូនរៀនធ្វើខ្លួនឯងបន្តទៀតចាស់អ្នកគ្រូធ្វើបានត្រឹមលំហាត់4លំហាត់អញ្ចឹងយើងអាចធ្វើជាគំរូឲ្យអញ្ចឹងនៅសល់អ្នកគ្រូនឹងធ្វើវីដេអូតនៅពេលក្រោយទៀតសូមអរគុណ